វិញ្ញាទី8វិញ្ញាទី8នេះគឺព្រះអង្គត្រាស់តាក់ទងទៅនឹងល្បែងស៊ីសងការលេងល្បែងស៊ីសងអីហ្នឹងគឺជាសេចក្តីនៃវិញ្ញាខ្ញុំកណាចង់អានដែលទេវតាចុះមកសួរហើយដែលយើងតែងតែសូត្របារាពេលព្រលឹមឡើងហ្នឹងណាបងប្អូនអាសាស្ដាប់ហើយពិចារណាហើយឲ្យចាំទៀតរត់តែល្អអញ្ចឹងណាទី8ហ្នឹងគឺជនអ្នកលេងស្រីក្តីលេងលបែងក្តីផឹកសូរ៉ាលេងសូរ៉ាក្តីរមែងញ៉ាំងទ្របដែលខ្លួនបានហើយនឹងឲ្យវិនិច្ឆ័យនោះជាប្រធាននៃសេចក្តីវិនិច្ឆ័យរឿងនេះមិនថាតែព្រះពុទ្ធសាសនាទេសូម្បីតែច្បាប់រដ្ឋយើងហើយយើងក៏ឃើញតាក់ទងទៅនឹងលបែងលេងស្រីខ្ញុំកណាលើកពីសេចក្តីវិនិច្ឆ័យលបែងរបស់លបែងស្រីរហូតដល់មានជំងឺអេដដែលមានជំងឺអេដកន្លងមកយើងដឹងហើយទី1លបែងលេងស្រីនេះកើតជំងឺច្រើនណាអាការកាមរោគអីផ្សេងទៀតហើយនឹងវែងជាមួយនឹងស្ត្រីនឹងឯងពីព្រោះជាពិសេសគឺមនុស្សប្រុសដែលគាត់ទៅលេងលបែងអស់ហ្នឹងនាំរោគមកដល់ក្រុមគ្រួសារធ្វើបាបខ្លួនឯងមានជំងឺច្រើនហើយកូនចៅហ្នឹងក៏វាមានទុក្ខលំបាកទៅតាមនឹងដែរព្រោះមនុស្សប្រុសហ្នឹងគឺជាចំហមួយធំណាស់សម្រាប់ក្រុមគ្រួសារបើគាត់វែងជាមួយនឹងស្រីវែងជាមួយនឹងសូរ៉ាផឹកស្រាស្វឹងជាពិសេសហ្នឹងហើយលេងលបែងខ្នុរអីហ្នឹងទ្រព្យសម្បត្តិហ្នឹងគឺប្រកាសជាត្រូវវិនិច្ឆ័យនឹងឯងអញ្ចឹងសូមបងប្អូនពុទ្ធបរិស័ទអ្នកដែលកំពុងស្ដាប់ហ្នឹងតោងប្រយ័ត្នមែនតែនកុំចេះថាបន្តិចហ្នឹងហើយយូរទៅវាអាចញៀនអញ្ចឹងលបែងស្រីនេះវាកើតទៅជាអំពើផិតក្បត់ភរិយាអត់មានភាពស្មោះត្រង់ដូចខ្ញុំកណាលើកពីវីដេអូមុនដែលបរិសម្នាក់ដែលជាតារាល្បីហើយគាត់ថតរូបគាត់មិនដែរបង្ហាញភាពស្និទ្ធស្នាលជាមួយតារាស្រីណាឬក៏មហាជនណាទោះបីជាគាត់ជាមនុស្សសាធារណៈក៏ដោយគឺគាត់គោរពប្រពន្ធរបស់គាត់អញ្ចឹងក្រុមគ្រួសារគាត់គឺមានសេចក្តីសុខម្យ៉ាងទៀតសម័យបច្ចុប្បន្ននេះបងប្អូនបរិសខ្ញុំមិនថាមនុស្សប្រុសដែលមានចិត្តមិនស្មោះនឹងក៏តោងតែគិតដែរនៅពេលដែលយើងអត់ស្មោះយើងលួចលាក់សួរថាពិបាកប៉ុណ្ណាមិនស្រួលទេណាមានពាក្យលោកតាម្នាក់គាត់មានប្រពន្ធដូចជា1 2 3ហ្នឹងហើយដឹងគាត់ថាម៉េចចុងក្រោយគាត់ថាចេះបដៅកូនវាអត់ស្ដាប់យើងដល់ពេលគាត់ចាស់ទៅគាត់មានវិបដិសេរីគាត់ថាងាកទៅក្រោយវិញគាត់ថាមានអីមានស្រីសុបាយតែមួយផ្លែតហ្នឹងហើយរួចទៅបកបញ្ហាដាក់ខ្លួនដល់មកជីវិតហើយមិនដឹងថាយ៉ាងម៉េចគាត់កើតទុក្ខរហូតប្រពន្ធណែមិនរវល់ប្រពន្ធនោះមិនរវល់អីចឹងទៅហើយនិយាយទៅទុកទោសច្រើនណាតកតងរឿងលបែងស្រីលបែងសូរ៉ាហ្នឹងគ្រួសារគឺក្រលែងឡាមឲ្យសូរ៉ានេះណាមិនមែនថាតម្លៃថោកឬក៏តម្លៃថ្លៃទេអ្នកខ្លះគាត់ថាផឹកអាថ្លៃទៅវាអត់អីវាដូចតែគ្នាទេព្រោះវាពាក្យថាសូរ៉ាគ្រឿងស្រវឹងដូចតែគ្នាទេហើយជាពិសេសអាលបែងលេងស៊ីសងនេះលបែងលេងស៊ីសងនេះសម័យបច្ចុប្បន្នគឺមានលេងតាមប្រព័ន្ធអ៊ីនធឺណិតនេះលេងសាហាវជាងនៅក្រៅលេងលបែងកាស៊ីណូហ្នឹងទៀតព្រោះមនុស្សចាយលុយកង់ធនាគារដល់ពេលចាយលុយកង់ធនាគារ credit ហ្នឹងគឺដាក់ទៅចេះហើយលេងទាំងអស់គ្នាចឹងនេះគឺជាលបែងមួយគ្រោះថ្នាក់បងប្អូនដែរមានកូនចៅឃើញកូនចៅកាន់ទូរស័ព្ទកាន់អីហ្នឹងហើយចាស់គាត់អត់សូវដឹងអត់សូវយល់ហ្នឹងក៏តោងតែប្រយ័ត្នដែរពីព្រោះយើងអត់ដឹងថាគាត់លេងចឹងហើយអ្នកខ្លះគេដឹងរបៀបនៃការលេងអត់អីទេហើយលបែងនៅក្នុងតាមទូរស័ព្ទ app ទាំងអស់ហ្នឹងសិតតែដាក់លុយណាលេងស្រួលផ្លាត់ចង់ឈ្នះចង់ដឹងចង់លឺអីចឹងទៅសិតតែមានការដាក់លុយអញ្ចឹងត្រូវប្រយ័ត្នឲ្យមែនតើមើលកូនក្នុងការលេងលបែងហ្នឹងតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងក៏គ្រោះថ្នាក់ដែរអស់លុយដល់មិនដឹងមូលហេតុនឹងខ្ញុំកណានិយាយតាក់ទងទៅនឹងលបែង4មុខមិនថាមនុស្សប្រុសមិនថាមនុស្សស្រីទេបើមនុស្សប្រុសជារឿងមួយមនុស្សស្រីហ្នឹងក៏ចឹងដែរស្រីប្រុសហ្នឹងគឺមានឱកាសក្នុងការលេងអាលបែងពាលាហ្នឹងដែលធ្វើឲ្យខ្លួនហ្នឹងដល់នៅសេចក្តីវិញ្ញាណដូចគ្នាអញ្ចឹងតោងតែអាចតិចបានអាចជាបានគួរតែចាក់ចេញកុំបន្តលេងអីហើយអត្ថភាពបច្ចុប្បន្ននេះគឺជួបនៅទុក្ខលំបាកក្រលហេងលហាម
គេមិនរាប់រកមានកូនសិទ្ធិមួយនោះតើតើនឹងលបែងស្រាកាលពីសម័យព្រះអង្គគង់នៅនោះគាត់ម្ដាយឪពុកនោះឲ្យរកស៊ីអីព្រោះគាត់អាងទ្រព្យសម្បត្តិច្រើនគាត់គិតថាទ្រព្យសម្បត្តិគាត់ច្រើនយ៉ាងណាក៏កូនគាត់ចាយមិនអស់ដែរមកជាតិនឹងចឹងបាច់ធ្វើអីទេតែដល់ពេលកូននឹងអត់ចេះរៀនអត់បានសិក្សារៀនសូត្រដូច្នេះទៅល្ងងចាញ់បោកគេពួកអ្នកលេងអស់ហ្នឹងវាចេះតែមកលបួងម្ដងទៅដាក់បន្តិចម្ដងទៅដាក់បន្តិចយូរទៅញៀនទ្រព្យសម្បត្តិទាំងអស់ទាំងម្ដាយទាំងឪពុកប្រពោះតាំងពីប្រពន្ធហិនហោចដោយសារតែលបែងដោយសារតែស្រានឹងឯងនឹងវិនិច្ឆ័យក្រុមគ្រួសារតែម្ដងវិនិច្ឆ័យវងតកូលតែម្ដងកណាប៉ុណ្ណឹង